ជួបជាមួយនឹងព័ត៌មានជាដំណងនៅពេលនេះតកតងទៅនឹងសារពិសេសសម្ដេចតេជោនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025នៅព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានបកកាន់អំណាចបានមានប្រសាសន៍ផ្ញើសារទៅកាន់ពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃក្នុងករណីមានការធ្វើទុកបុកម្នេញឬប្រមាថមើលងាយពីភាគីថៃឲ្យវិលត្រឡប់មកប្រទេសវិញទោះមានលិខិតឬគ្មានលិខិតអាចទៅរកលិខិតស្នាមនៅស្ថានទូតឬកុងស៊ុលកម្ពុជាមានអនុព័ន្ធផ្នែកការងារផងដែរសម្ដេចតេជោបានបន្ថែមថាសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធររាជធានីខេត្តទាំង7ជាប់ព្រំដែនដើម្បីផ្តល់សេវានិងការសម្របសម្រួលការងារចាំបាច់នានាដល់បងប្អូនពលករខ្មែរដែលមានបំណងត្រឡប់មកកម្ពុជាវិញសម្ដេចតេជោហ៊ុនសែនក៏បានបញ្ជាក់អំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានកំពុងយកចិត្តទុកដាក់បំផុតនោះគឺទាំងនិស្សិតពលករនិងប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើការងារឬស្នាក់នៅប្រទេសថៃដោយមិនទុកឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយករណីបញ្ហាច្រកព្រំដែនប្រធានប្រសិទ្ធិនិងជាប្រធានគណៈបកកណ្ដាលអំណាចបញ្ជាក់ថាកម្ពុជាទុកពេលឲ្យភាគីថៃ24ម៉ោងធ្វើស្ថានភាពច្រកព្រំដែនវិលត្រឡប់ទៅធម្មតាវិញបើមិនដូច្នោះកម្ពុជាបិទមិនឲ្យនាំចូលបន្លែផ្លែឈើរបស់ថៃនៅគ្រប់ច្រកព្រំដែនទាំងអស់ដោយឡែកករណីបណ្ដឹងទៅ ICJ សម្ដេចបានបញ្ជាក់ថាកម្ពុជាត្រូវការតែយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយនឹងប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាហើយសម្ដេចតេជោសូមឲ្យប្រជាពលរដ្ឋផ្ដល់ការទុកចិត្តលើរាជរដ្ឋាភិបាលដែលចាត់ទុកកិច្ចការនេះជាបញ្ហាសំខាន់ប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ចំពោះបូរណភាពទឹកដីនិងឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាក្នុងករណីបណ្ដឹងនេះក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិបានចាត់តាំងមន្ត្រីមួយរូបនាំយកលិខិតនេះទៅប្រគល់ជូនស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ដែលមាននិវេសនដ្ឋាននៅក្នុងទីក្រុងប្រ៊ុយសែលប្រទេសបែលហ្សិកដើម្បីឲ្យស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ